ទិដ្ឋភាពផ្លូវចូលវត្តព្រះស្នេហាប្រឆាត់ព្រឹកហៅវត្តរលូពេលព្រឹកព្រលឹមថ្ងៃ13រោចខែភទ្របទត្រូវនឹងថ្ងៃទី20ខែកញ្ញាឆ្នាំ2025ជាបិណ្ឌវេនទី13ដែលទទួលកាន់វេនដោយពុទ្ធបរិស័ទភូមិពាំងថ្នល់ឃើញថាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទងជាតិនិងទងពុទ្ធសាសនាដែលយើងបានទៅតែលើកដំឡើងបង្ហូតឡើងក្នុងពេលថ្មីពីម្សិលមួយថ្ងៃម្សិលមិញនេះហើយមានព្រះពិរុណបង្អុលមកស្ទើរថ្ងៃផងធ្វើឲ្យរុក្ខជាតិផ្សេងមានពឺខៀវស្រស់បំពងបាទឲ្យស្អាតតិចដាក់បបរខោទៅថាបបរខោបាទប្រយទៅបដាទៅហើយជួយមើលទាំងអស់គ្នាណាបាទក្បាច់គេថាគ្នាច្រើនចឹងក្នុងការកសាងដងទួងនេះគឺគណៈកម្មការចាបានទទួលសេចក្តីអនុញ្ញាតពីព្រះចៅអធិការវត្តបានឃោសនាជំរាបដល់ពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសទ្ធាខ្លះក៏ចូលបានម្ដងខ្លះក៏ចូលតាមសទ្ធាតាមលទ្ធភាពក្នុងមួយដើមយើងចំណាយចាយថវិកាអស់ 16,000 រៀលឥឡូវយើងបានលើកបង្ហូតឡើងទៅតាមគម្រោងទោះបីថាមិនទាន់រួចរាល់ជាស្ថាពរក៏បានបង្ហូតឡើងទទួលបនប្រជុំបិណ្ឌក្នុងពេលដ៏ខ្លីខាងមុខបានដោយបំណងហើយចឹងសូមពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធាបានចូលរួមកសាងហើយក៏សូមអនុមោទនាបុណ្យឲ្យពុទ្ធបរិស័ទដែលមិនទាន់បានកសាងក៏អាចមានសទ្ធាចូលរួមក្នុងការកសាងដងទងរបស់យើងនេះជាបន្តទៅទៀតតាមសទ្ធាជ្រះថ្លានិងលទ្ធភាពផងដែរសូមអរគុណសូមអនុមោទនា